បាទព្រះសង្ឃគណៈកម្មការចាវត្តព្រះវិធមដឹកនាំដោយគ្រូម៉ៅគួននិងលោកមុំកាយអាបាលរងខេត្តតាកែវក៏ដូចជាលោកមុនីបណ្ឌិតអាបាលនៃគណៈបាលស្រុកបាភ្នំនិងសិស្សានុសិស្សមន្ត្រីរាជការក្រៅកន្លែងជុំវិញស្រុកបាទបានសហការគ្នាចូលរួមដាំដើមឈើនៅវត្តព្រះវិធមដែលជាកន្លែងសតិប្បដ្ឋានអប់រំចិត្តពីមណ្ឌលវិបស្សនាធរៈបាទនៅស្រុកបាភ្នំបាទស្ថិតនៅភូមិរងដំរីគុំជើងក្នុងស្រុកបាភ្នំខេត្តរវែងបាទគឺកន្លែងនេះបាទគឺកំពុងតែដាំដើមឈើទាំងអស់គ្នាបាទដាំ 1000 ដើមថ្ងៃនេះបាទនៅវត្តព្រះវិធមបងប្អូននេះមានបងប្អូនជាប្រវត្តិត្រីរាជការលោកអាបាលស្រុកលោកអាបាលរងខេត្តលោកបង្កាយបាទគ្រូចៅអធិការវត្តព្រះវិធមបាទគ្រូម៉ៅគុណឥឡូវនេះកំពុងតែចែកជាទៀនបាទចែកទៀនបាទនេះបាទបាទយើងថតជូនបងប្អូនទស្សនាទាំងអស់គ្នាបាទខ្ញុំបងមកកាយបាទខេត្តកែវហើយលោកមនីបណ្ឌិតអាបាលនៃគណៈបាលស្រុកបាភ្នំនិងគ្រូចៅអធិការវត្តព្រះធម្មគ្រូម៉ៅគុណសបាយការដាំដើមឈើឬសម្រាប់នេះសបាយណាស់បងធានសបាយទេថ្ងៃនេះបងធានបានជើចូលសបាយធ្វើបុណ្យបាទធ្វើបុណ្យដាំដើមឈើដើមឈើហើយនឹងចែកណោជាទៀនហើយនៅកម្មវិធីក្រុមមកណាខ្មែរយើងធ្វើបុណ្យនេះមានវត្ថុអនុស្សាវរីយ៍គេតំណត់ដៃបាទបងធានបាទជាប់និស័យបាទនេះបងអាបាលរងខេត្តតាកែវដែលអតីតអាបាលរងស្រុកបាភ្នំបងមកកាយបងប្អូនដល់ឥឡូវគាត់អាសាចុះមកបាភ្នំឥឡូវចង់ឲ្យបងប្អូនចង់ឲ្យលោកមកនៅពីវិញវិញជើញខមមិនមកផងបាទបាទនឹងអរគុណច្រើនបាទ